ស្ទើរតែស្លាប់ទៅវិញក្មេងទី2លោកមុនឈុនភ័យបុលាមានតែ3មុខទេឥឡូវយើងអាចដល់រហូតដល់8មុខក៏តែ8មុខនឹងដែរបងប្អូនឯងរើបាន3មុខខាត់ឈុតនឹងមានហនុមាន12ដងទៀតឈុតភ័យបុលានេះដែរយើងអាចញ៉ាំបានគ្នាចន្លោះពី3ទៅ4នាក់$24ទាំង8មុខនេះដែរមានដូចជាខ្យងអាំងគឺកៅបញ្ចាំឆាក្តៅនិងឆាគ្រឿងទៀលជូរកូនម៉ែសម្លម្ជូរក្រាក់ពូកោខាងណាទួយសោហើយព្រមទាំងមានឡាបសេកូបែបឡើងហើយនឹងមានក្របីផងដែរហើយនឹងហនុមាន12ដងផងដែរសម្រាប់ឈុត24ឡាននេះដែរគឺមានជូនពិសេសសម្រាប់បងប្អូនដែលមិនញ៉ាំនៅក្នុងហាងផ្ទាល់ហើយមួយវិញទៀតផលជាអ្នកថាជួបបងប្អូនក៏មាន website សម្រាប់កំងម្ហូបដែរហើយមាន promotion ថ្មីៗពួកយើងតែងតែអាប់ដេតនៅក្នុងនឹងទាំងអស់ website ហ្នឹងគាត់បងប្អូនចង់សបការីហើយតែមានថាប្រព័ន្ធនេះพูดដល់ក្រោយបងប្អូននឹងឃើញ website របស់បងប្អូនយើងហើយនឹងតាមទូរស័ព្ទនៅក្នុងហ្នឹងចាំពុកលេខអាសាចូលមកដល់នេះណាអរគុណច្រើនបងប្អូនអរគុណបាយបាយបងប្រុសសៀវកិនម្ចាស់ស្រីឈ្មោះនេះគឺជាមេវ័យក្មេងទី2នៃគ្រួសារគូរបស់យើងត្រូវវ័យក្មេងទី2នេះជាកូនក្រមុំថ្មីដែលចូលមកកាលពីម្សិលមិញគ្រួសារកញ្ញាស៊ូមានន័យថាជាវ័យក្មេងទី2នៃគ្រួសារគូតាមពិតវាជាស្ត្រីបងប្រុសជួបមកតាំងពីកុមារភាពមូលហេតុនិងផលវិបាកនៃការរៀបការជំនួសនាងអ្វីគ្រប់យ៉ាងត្រូវបានពន្យល់ហើយពីសាគូនឹងយ៉ាងច្បាស់ថាបងប្រុសរបស់គាត់គឺខុសខើនឹងតែការគ្មានន័យថាដូច្នេះហើយគាត់សម្រេចចិត្តយកនាងចេញកន្លែងនេះស៊ីមនុស្សដោយមិននឹកស្មានដល់នៅពេលនេះព្រោះនាងមិនបានមកតែអ្នកណាជាអ្នកដល់ពីក្លាហានលោកលោកស្ត្រីរបស់ខ្ញុំគាត់បានឃើញប្រធានអង្គុយលើកៅអីរួចម្ដងទៀតស្ត្រីនោះមើលទៅច្រឡំជាស្ដែងកាលពីយប់មិញជើងរបស់គាត់មិនទេគិតយ៉ាងនេះនាងក៏អង្វរបរោះនោះយ៉ាងរហ័សគុំយល់របស់ខ្លួនឯងប្រាប់ពីអត្តសញ្ញាណពិតរបស់អ្នកអនុញ្ញាតឲ្យស្ត្រីរបស់ខ្ញុំទៅអ្នកគឺជាអ្នកចាញ់ដែលមិនអាចក្រោកឈរបានស្ត្រីរបស់អ្នកលោកស៊ូយ៉ាយីងហើយដើម្បីបានជាអ្នកមិនប្រកបដោយខ្លួនឯងអ្នកបានមកផងខ្ញុំបងប្អូនចេញទៅក្រៅយីខៃខ្ញុំជាមេបៃក្មេងទី2នៃគ្រួសារគូអនុញ្ញាតឲ្យខ្ញុំទៅបង្កើតពីស្ត្រីខ្ញុំពិតជាគិតថាខ្លួនឯងជាគ្រូក្មេងទី2អ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយថាអំពីម្ដាយរបស់ខ្ញុំម្ដាយរបស់អ្នកគឺលីវស៊ីនគាត់ជាអ្នកបំផ្លាញគ្រួសារអ្នកដទៃស្ត្រីអ្នកគឺដូចជានាងអ្នកអស់សំនឹងស្លាប់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយបែបនោះទៅកាន់នាងស៊ីនទេនាងស៊ីនបានស្លាប់អស់ជាច្រើនឆ្នាំមកហើយខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយបង្កាច់បង្ខូចនាងបែបនេះទេការបង្កាច់បង្ខូចដោយប្តីអ្នកផ្សេងសម្រាប់ប្រពន្ធដើមទាំងនេះគឺជាការពិតទាំងអស់ម្ដាយរបស់អ្នកជឿហើយស្លាប់ដោយខ្លួនឯងមិនមានអ្វីតាក់ទងនឹងម្ដាយខ្ញុំទេពិតណាស់អ្នកម្ដាយនិងកូនមិនព្រមទទួលយកវាទេមានបញ្ហាអ្វីទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅយកគាត់ចុះជាមួយខ្ញុំតែយើងប្រុសស៊ីវរិនប្រុសស៊ីវរិនចាប់ម្ចាស់ស្រីឈ្មោះត្រឡប់ទៅបន្ទប់វិញនឹងត្រូវបានអនុញ្ញាតក្នុងអំឡុងពេល3ថ្ងៃនេះលោកគូជុំដៃ